ប្រទេសអ៊ុយក្រែននឹងទទួលបានជំនួយយោធាដឹកនាំដោយចក្រភពអង់គ្លេសចំនួន$580 លានពីទីក្រុងឡុងទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី11ខែមេសានេះថាប្រទេសអ៊ុយក្រែននឹងទទួលបានការគាំទ្រផ្នែកយោធាថ្មីដែលមានតម្លៃ$450 លានឬស្មើទៅនឹង$880 លានខណៈដែលសម្ព័ន្ធមិត្តអឺរ៉ុបព្យាយាមពង្រឹងជំហររបស់ប្រទេសនេះមុនពេលដែលកិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយទៅនឹងរុស្ស៊ីក្រសួងការពារជាតិនៃចក្រភពអង់គ្លេសបាននិយាយថាចក្រភពអង់គ្លេសនឹងផ្ដល់ប្រាក់ចំនួន$350 លានពីកញ្ចប់ជំនួយផ្នែកយោធាចំនួន$4.5 ពាន់លានរបស់ខ្លួនសម្រាប់អ៊ុយក្រែននៅក្នុងឆ្នាំនេះដោយប្រទេសណ័រវេសបានរួមចំណែកផ្ដល់មូលនិធិនេះបន្ថែមទៀតការផ្ដល់មូលនិធិនេះធ្វើឡើងនៅពេលដែលរដ្ឋមន្ត្រីការពារជាតិនៃចក្រភពអង់គ្លេសលោក John Healey ជាប្រធានកិច្ចប្រជុំនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែននៅក្នុងទីក្រុង Brussels រួមជាមួយទៅនឹងសមភាគីអាល្លឺម៉ង់គឺលោក Boris Pistorius ក្រុមនេះរួមមានអង្គការ NATO និងប្រទេសផ្សេងទៀតដែលគាំទ្រអ៊ុយក្រែនមូលនិធិនេះនឹងផ្ដល់ការជួសជុលនិងថែទាំយានយន្តនិងឧបករណ៍ព្រមទាំងប្រព័ន្ធរ៉ាដាមានប្រឆាំងទៅនឹងរថក្រោះនិងយន្តហោះគ្មានមនុស្សបើករាប់រយរាប់ពាន់គ្រឿងលោក John Healey ដែលត្រូវបានគេរំពឹងថានឹងនិយាយនៅឯកិច្ចប្រជុំថាការងាររបស់ក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែនមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើឲ្យអ៊ុយក្រែនស្ថិតនៅក្នុងទីតាំងដ៏រឹងមាំបំផុតដែលអាចធ្វើទៅបាននិងដាក់សម្ពាធទៅលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដើម្បីជួយបង្ខំលោកឲ្យបញ្ចប់សង្គ្រាមដ៏អាក្រក់មួយនេះយើងមិនអាចបំផ្លាញសន្តិភាពដោយបង្ខំសង្គ្រាមបានទេដែលជាមូលហេតុដែលកញ្ចប់ធំនៅថ្ងៃនេះនិងជំរុញការគ្រប់គ្រងការប្រយុទ្ធជួរមុខរបស់អ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ខ្ញុំបានធ្វើការជាមួយទៅនឹងប្រធានកិច្ចប្រជុំនៃរដ្ឋមន្ត្រីការពារជាតិនៃការងារសម្ព័ន្ធឆន្ទៈដែលជាគំនិតផ្ដើមដើម្បីរក្សាសន្តិភាពដឹកនាំដោយចក្រភពអង់គ្លេសនិងបារាំងនៅក្នុងព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពក្នុងជម្លោះរុស្ស៊ីនិងអ៊ុយក្រែនចំណែកពីទីក្រុង Brussels ចុះផ្សាយដោយ AP ចក្រភពអង់គ្លេសនៅថ្ងៃសុក្របានប្រកាសថាការកើនឡើងនៃការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែនខណៈដែលក្រុមប្រទេសលោកខាងលិចដែលបានគាំទ្រប្រទេសដែលរងគ្រោះដោយសង្គ្រាមបានប្រមូលផ្តុំគ្នានៅទីស្នាក់ការកណ្ដាលរបស់អង្គការ NATO ដើម្បីបង្កើតអាវុធនិងគ្រឿងរំសេវបន្ថែមទៀតដើម្បីជួយប្រយុទ្ធប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្ស៊ីចក្រភពអង់គ្លេសបាននិយាយថានៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយទៅនឹងប្រទេសណាវេសទឹកប្រាក់ជាង$580 លានត្រូវបានចំណាយដើម្បីផ្ដល់យន្តហោះគ្មានមនុស្សបើកយោធារាប់រយរាប់ពាន់គ្រឿងប្រព័ន្ធរ៉ាដានិងមានប្រឆាំងរថក្រោះព្រមទាំងកិច្ចសន្យាជួសជុលនិងថែទាំដើម្បីរក្សារថពាសដែកអ៊ុយក្រែននៅលើស្មរភូមិនៅមុនថ្ងៃកិច្ចប្រជុំនៅក្នុងទីក្រុង Brussels រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Rustam Umerov បាននិយាយថាបញ្ហាសំខាន់មួយគឺការពង្រឹងការការពារដែនអាកាសរបស់ប្រទេសលោកបាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាអ៊ុយក្រែនត្រូវការចំនួនគ្រប់គ្រាន់នៃប្រព័ន្ធទំនើបដូចជាប្រព័ន្ធមីស៊ីល Patron លោកជូមរ៉ូនៅបាននិយាយទៀតថាការសម្រេចចិត្តផ្នែកនយោបាយគឺចាំបាច់ដើម្បីផ្គត់ផ្គង់ប្រព័ន្ធទាំងនេះដើម្បីការពារទីក្រុងទីប្រជុំជននិងជីវិតរបស់ប្រជាជនរបស់យើងជាពិសេសក្នុងការគម្រាមកំហែងនៃអាវុធផ្លូវរបស់រុស្ស៊ីដៃគូរបស់យើងមានប្រព័ន្ធដែលអាចប្រើបានកងកម្លាំងរុស្ស៊ីបានដណ្ដើមបានផលប្រយោជន៍នៅអ៊ុយក្រែនដោយសង្គ្រាមពេលនេះនៅក្នុងឆ្នាំទី4ហើយមន្ត្រីអ៊ុយក្រែននិងអ្នកវិភាគយោធាជឿជាក់ថារុស្ស៊ីកំពុងរៀបចំបើកការវាយប្រហារយោធាថ្មីនៅក្នុងសប្តាហ៍ខាងមុខនេះដើម្បីបង្កើនសម្ពាធនិងពង្រឹងដៃគូរបស់វិមានកម្លាំងក្នុងកិច្ចចរចាបត់ច្បាញ់កិច្ចប្រជុំកាលពីថ្ងៃសុក្រគឺជាការប្រមូលផ្ដុំលើកទី27នៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែនអង់គ្លេសនិងអាល្លឺម៉ង់ជាប្រធានរដ្ឋមន្ត្រីការពារជាតិអាមេរិកគឺលោក Pete Hegseth និងអវត្តមានពីវេទិកាដែលសហរដ្ឋអាមេរិកបានបង្កើតនិងដឹកនាំអស់រយៈពេលជាច្រើនឆ្នាំបើទោះបីជាលោកត្រូវបានចូលរួមតាមវីដេអូក៏ដោយលោក Hegseth បានចំណាយពេលដំបូងនៃសប្តាហ៍នៅប៉ាណាម៉ាហើយបានត្រឡប់ទៅទីក្រុង Washington វិញនៅយប់ថ្ងៃពុធតាមការចុះផ្សាយដោយសារព័ត៌មាន Telegraph បានរាយការណ៍នៅថ្ងៃទី10ខែមេសាថាចក្រភពអង់គ្លេសកំពុងថ្លឹងថ្លែងទៅលើផែនការបញ្ជូនកងទ័ពអង់គ្លេសទៅកាន់ប្រទេសអ៊ុយក្រែនរហូតដល់5ឆ្នាំដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយអឺរ៉ុបកាន់តែទូលំទូលាយនៅក្នុងការកសាងឡើងវិញនៅយោធារបស់ទីក្រុងគីវអ្នករៀបចំផែនការយោធានៅក្នុងទីក្រុងឡុងនិងប៉ារីសជឿជាក់ថាការដាក់ពង្រាយបែបនេះអាចបំបាក់ទឹកចិត្តប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ពីការ
បើកការវាយប្រហារនាពេលអនាគតសំណើដែលត្រូវបានបង្កើតឡើងនៅក្នុងសម្ព័ន្ធឆន្ទៈពហុជាតិប្រទេសជាច្រើនដែលដឹកនាំដោយចក្រភពអង់គ្លេសនិងបារាំងនឹងពាក់ព័ន្ធនៅក្នុងការបញ្ជូនកងទ័ពសម្ព័ន្ធមិត្តចូលទៅកាន់ទឹកដីអ៊ុយក្រែនដើម្បីជួយបណ្ដុះបណ្ដាលកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននិងធ្វើឲ្យប្រទេសមានស្ថិរភាពបន្ទាប់ពីមានបទឈប់បាញ់ឬដំណោះស្រាយសន្តិភាពដ៏មានសក្តានុពលណាមួយគំនិតព្រួយផ្ដើមនេះត្រូវបានណែនាំជាលើកដំបូងដោយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer នៅក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃទី2ខែមីនានៅក្នុងទីក្រុងឡុងកិច្ចប្រជុំកំពូលបានប្រមូលផ្ដុំមេដឹកនាំមកពីបណ្ដាប្រទេសអឺរ៉ុបមួយចំនួននិងកាណាដាដើម្បីបង្ហាញពីជំនួយយោធាក្រោយសង្គ្រាមសម្រាប់អ៊ុយក្រែនយ៉ាងហោចណាស់មានប្រទេសចំនួន37រួមទាំងបណ្ដាប្រទេសនៅអឺរ៉ុប Commonwealth និងអាស៊ីផងដែរដែលបានចូលរួមក្នុងការពិភាក្សាចម្រុះនេះដោយមាន15ប្រទេសត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនដើម្បីធ្វើជាទាហានផែនការដាក់ពង្រាយកងទ័ពព្យាករណ៍ដោយការដកខ្លួនជាដំណាក់កាលហើយនឹងជួយបណ្ដុះបណ្ដាលកងកម្លាំងអ៊ុយក្រែនយោងតាម Telegraph វានឹងផ្ដល់ការធានាសន្តិសុខសម្រាប់ដែនអាកាសនិងដែនដីរបស់អ៊ុយក្រែនផងដែរជនហោះចម្បាំងរបស់ Royal Air Force ក៏អាចត្រូវបានបញ្ជូនដើម្បីពង្រឹងការការពាររបស់អ៊ុយក្រែនជាផ្នែកមួយនៃការធានាសន្តិសុខដែលបានស្នើឡើងមន្ត្រីបារាំងតាមសេចក្តីរាយការណ៍ជឿជាក់ថារុស្ស៊ីទំនងជាមិនវាយប្រហារទៅលើកងកម្លាំងប្រទេសលោកខាងលិចដែលឈរជើងនៅក្នុងប្រទេសអ៊ុយក្រែននោះទេដោយសារតែការលំបាករបស់យោធារុស្ស៊ីនៅក្នុងការធានាបាននៅប្រាក់ចំណេញតិចតួចនៅក្នុងស្មរភូមិគណៈពេលដែលទីក្រុងឡុងនិងទីក្រុងប៉ារីសបានបញ្ចុះបញ្ចូលទីក្រុង Washington ឲ្យគ្រប់គ្រងផែនការនេះជាមួយទៅនឹងកងកម្លាំងទ័ពអាកាសសមត្ថភាពស៊ើបការឬសមត្ថភាពឃ្លាំមើលរបស់រដ្ឋបាលលោក Donald Trump មិនទាន់ផ្ដល់ការបដិញ្ញាចិត្តណាមួយឡើយហើយបានច្រានចោលការដាក់ពង្រាយកងទ័ពជើងគោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក៏មិនបានផ្ដល់ការធានាសន្តិសុខណាមួយដល់អ៊ុយក្រែនផងដែរហើយត្រូវបានគេរាយការណ៍ថាកំពុងរៀបចំដើម្បីកាត់បន្ថយវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងទ្វីបអឺរ៉ុបបើគ្មានការគាំទ្រពីអាមេរិកទេកងកម្លាំងធានារបស់អឺរ៉ុបប្រឈមទៅនឹងសំណួរអំពីលទ្ធភាពជោគជ័យរយៈពេលវែងរបស់ពួកគេមន្ត្រីចក្រភពអង់គ្លេសអះអាងថាការចូលរួមរបស់សហរដ្ឋអាមេរិកនៅតែរិះគន់លោក Donald Trump បានអះអាងនៅថ្ងៃទី24ខែកុម្ភៈថាលោក Putin នឹងទទួលយកវត្តមានរបស់កងរក្សាសន្តិភាពអឺរ៉ុបនៅអ៊ុយក្រែនជាផ្នែកនៃដំណោះស្រាយមួយបើទោះបីជារដ្ឋមន្ត្រីការបរទេសរុស្ស៊ីគឺលោក Sergei Lavrov បានច្រានចោលការលើកឡើងនេះក៏ដោយមន្ត្រីវិមានកម្លាំងបាននិយាយម្ដងហើយម្ដងទៀតថាវត្តមានរបស់កងទ័ពបរទេសណាមួយនៅក្នុងប្រទេសអ៊ុយក្រែននឹងត្រូវបានចាត់ទុកថាជាការចូលរួមដោយផ្ទាល់នៅក្នុងជម្លោះពីទីក្រុងព្រុយសែលវិញរដ្ឋមន្ត្រីការពារជាតិមកពីប្រទេសចំនួន30បានជួបប្រជុំគ្នានៅក្នុងទីក្រុងព្រុយសែលកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីកងកម្លាំងធានាសម្រាប់អ៊ុយក្រែននៅក្នុងករណីបទឈប់បាញ់នៅក្នុងសង្គ្រាមជាមួយទៅនឹងរុស្ស៊ីប៉ុន្តែសំណួរសំខាន់ៗពីបេសកកម្មរបស់ខ្លួននិងការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកនៅតែមិនទាន់មានការឆ្លើយតបនៅឡើយការជួបប្រជុំគ្នានៅទីស្នាក់ការកណ្ដាលនៃអង្គការ NATO គឺជាកិច្ចប្រជុំចុងក្រោយបង្អស់នៃសម្ព័ន្ធឆន្ទៈនៃបណ្ដាប្រទេសអឺរ៉ុបសំខាន់ៗដែលដឹកនាំដោយចក្រភពអង់គ្លេសនិងបារាំងអំពីរបៀបដែលពួកគេអាចពង្រឹងសន្តិភាពប្រសិនបើសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួលយុទ្ធនាការការប្រយុទ្ធនេះរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក John Healey បាននិយាយនៅពេលចាប់ផ្ដើមនៃកិច្ចប្រជុំថាយើងត្រូវរួមគ្នាបោះជំហានតែមួយត្រៀមខ្លួនជាស្រេចដើម្បីធានាអនាគតរបស់អ៊ុយក្រែនបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពណាមួយលោកបាននិយាយថាក្រុមចម្រុះមានគោលបំណងដាក់អ៊ុយក្រែនឲ្យស្ថិតនៅទីតាំងដ៏រឹងមាំបំផុតដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួននិងដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីបន្ថែមទៀតមន្ត្រីបាននិយាយថាអ្នករៀបចំផែនការយោធាប្រហែលជា200នាក់ដែលភាគច្រើនមកពីចក្រភពអង់គ្លេសនិងបារាំងប៉ុន្តែក៏មកពីប្រទេសផ្សេងទៀតផងដែរបានចូលរួមរហូតមកដល់ពេលនេះពួកគេបានផ្ដោតទៅលើដែនគោកផ្លូវអាកាសនិងដែនសមុទ្រក៏ដូចជាការពង្រឹងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបន្ថែមទៀតរដ្ឋមន្ត្រីការពារជាតិបារាំងក៏បាននិយាយផងដែរថាការធានាសុវត្ថិភាពទី1គឺជាការពិតណាស់ការគ្រប់គ្រងសម្រាប់កងទ័ពអ៊ុយក្រែនដែលមានន័យថាការបដិសេធការគ្មានយោធារបស់អ៊ុយក្រែនមន្ត្រីជាន់ខ្ពស់អឺរ៉ុបជាច្រើនបានវាតម្លៃថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនចាប់អារម្មណ៍ក្នុងការបញ្ឈប់ការឈ្លានពានរបស់លោកទេប៉ុន្តែពួកគេចង់បង្ហាញប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថាពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមរបស់ពួកគេប្រសិនបើការផ្សព្វផ្សាយរបស់លោកទៅកាន់ទីក្រុងមូស្គូទទួលបានផលចំណេញ
លោក Donald Trump បានបញ្ជាក់យ៉ាងច្បាស់ថាលោករំពឹងថាប្រជាជនអឺរ៉ុបនឹងទទួលបានសន្តិភាពណាមួយដែលអាចកើតចេញពីការពិភាក្សារបស់រដ្ឋបាលរបស់លោកអ៊ុយក្រែនបាននិយាយថាខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកបទចុះបាញ់ខណៈដែលរុស្ស៊ីបាននិយាយថាខ្លួនត្រូវការចម្លើយចំពោះសំណួរជាច្រើនមុននឹងធ្វើការសម្រេចចិត្តមន្ត្រីអឺរ៉ុបបាននិយាយថាពួកគេត្រៀមខ្លួនជាស្រេចដើម្បីឈានជើងឡើងប៉ុន្តែទំនងជាតិត្រូវបានធានាថាកងកម្លាំងសហរដ្ឋអាមេរិកនឹងមកជួយពួកគេនិងជួយផ្នែកដឹកជញ្ជូននិងការស៊ើបការដើម្បីដាក់ពង្រាយទៅកាន់អ៊ុយក្រែនរហូតមកដល់ពេលនេះលោក Donald Trump បានបដិសេធមិនផ្ដល់ការធានាបែបនេះទេមកដល់ពេលនេះកិច្ចប្រជុំរដ្ឋមន្ត្រីជាច្រើនបាននិយាយថាពួកគេត្រូវការភាពច្បាស់លាស់បន្ថែមទៀតទៅលើបញ្ហាដូចជាបេសកកម្មច្បាស់លាស់នៃកងកម្លាំងធានាឡើងវិញណាមួយនិងវិធានការចូលរួមរបស់ខ្លួនមុនពេលដែលពួកគេអាចសម្រេចចិត្តទៅលើទំហំនៃកម្លាំងថាតើត្រូវដាក់ពង្រាយកងទ័ពមន្ត្រីក្រសួងការពារជាតិស៊ុយអែតក៏បាននិយាយផងដែរថាខ្ញុំមិនរាប់បញ្ចូលលទ្ធភាពដែលស៊ុយអែតនឹងចូលរួមនោះទេប៉ុន្តែមានសំណួរជាច្រើនដែលយើងនឹងត្រូវបញ្ជារដ្ឋមន្ត្រីការពារជាតិនៃប្រទេសហូឡង់វិញបាននិយាយថាសម្ព័ន្ធត្រូវការដើម្បីពិភាក្សាអំពីរបៀបដែលកងកម្លាំងមួយនឹងប្រតិបត្តិការនៅក្នុងសេណារីយ៉ូផ្សេងៗគ្នាដូចជាការកើនឡើងណាមួយដោយរុស្ស៊ីនិងរបៀបដែលវាអាចប្រតិបត្តិការជាមួយទៅនឹងកងកម្លាំងត្រួតពិនិត្យបទចុះបាញ់ដែលមានសក្តានុពលលោកបានមានប្រសាសន៍ថាវាសំខាន់ដែលមានរូបភាពច្បាស់លាស់អំពីអ្វីដែលបេសកកម្មបែបនេះនឹងមានហើយបន្ទាប់មកយើងនឹងអាចមានដំណើរការធ្វើសេចក្តីសម្រេចចិត្តថ្នាក់ជាតិរបស់យើងផងដែរ